បាទជំរាបសួរប្រិយមិត្តដែលទស្សនានៅវីដេអូនេះខ្ញុំកំពុងតែ review ការប្រណាំងឡានរបស់ជនជាតិដទៃបាទខ្ញុំមិនដឹងថាជាជនជាតិអីទេគាត់បានរៀបចំប្រណាំងឡានគឺ YouTube គាត់គឺធ្វើវីដេអូល្អមែនទែនឥឡូវនេះគឺយកស្ទតឡាន luxury របស់ Germany គឺមួយ BMW មួយ Mercedes បាទស្ទត SUV ឥឡូវចាប់ផ្ដើមហើយបាទតើបងប្អូនអាចទស្សទាយទុកជាមុនបានទេថាក្នុងចិត្តបងប្អូនតើមួយណាឈ្នះបាទឥឡូវនេះគឺ BMW គឺបាន slow down បានថា Mercedes គឺបានផ្ដាច់ហើយបាទបងប្អូននៅ fan ខាងណាក៏បានដែរគាត់សតែឡាន luxury បាទខ្ញុំនឹង review ក្រោយគេប៉ុន្តែចង់បង្ហាញពីបងប្អូនខ្លះបានឃើញថាឥឡូវគឺ Mercedes គឺបាទដាច់បាត់បាទឥឡូវគឺគាត់ធ្វើថេស្តម្ដងទៀតជាមួយ BMW និង Volvo ម្ដងបាទ BMW ជាមួយ Volvo បាទន័យថា Volvo ស៊ីដាច់ BMW ទៀតហើយពេលនេះគឺ BMW គឺទៅអត់រួចទេឥឡូវចូលគូទី3 Mercedes ជាមួយនឹង Acura បាទប៉ុន្តែបងប្អូនអាចទស្សទាយមើលពេលនេះគឺឡានជប៉ុននិងឡានអាល្លឺម៉ង់បាទ German និង Japanese car បានចេញដំណើរហើយពេលនេះបាទ Acura និង Mercedes បាទនៅពេលនេះតើបងប្អូនទស្សទាយស៊ីហើយបងប្អូនបានឃើញហើយគឺ Acura គឺបានដាច់ឆ្ងាយណាស់បាទឆ្ងាយមែនតើបើប្រៀបនឹង BMW និង Mercedes បានថា Mercedes ក៏នៅដាច់ BMW តិចទេប៉ុន្តែដល់ពេល Mercedes ជាមួយនឹង Acura វិញគឺ Acura គឺដាច់ខ្លាំងមែនតើគឺ horsepower របស់ Acura គឺខ្លាំងបាទគឺបានដាច់ទៅហើយនេះគឺភាពជាក់ស្ដែងដែលគេកំពុងតែធ្វើថេស្តប្រណាំងឡានដែលមើលឃើញទាំង traffic ឥឡូវគេប្រណាំងលើកទី2ទៀតបាទលើកទី2គឺ Mercedes ជាមួយនឹង Acura ម្ដងទៀតហើយបាទខ្ញុំ review វីដេអូនេះចាំមើលបងប្អូនទស្សទាយថាលើកទី2តើអ្នកណាឈ្នះអ្នកណាចាញ់មួយឡានរបស់អាល្លឺម៉ង់មួយឡានរបស់ជប៉ុនបាទពិតជាល្អមែនខ្ញុំឃើញ YouTube channel គាត់គឺផលិតវីដេអូល្អបាទតែងតែទៀតហើយបាទមិនដឹងថាខាងណាឈ្នះខាងណាចាញ់ទេបាទចាញ់ទៅល្អណាស់ស្មើគ្នាមកតែមើលលទ្ធផលពេលនេះ Acura គឺបានផ្ដាច់ទៀតហើយបាទជុំទី2 Acura ផ្ដាច់ទៀតអញ្ចឹងលទ្ធផលគេនឹងយកមកតើ speed ប្រមាណហើយចម្ងាយពីគ្នា distance ប្រមាណទៀតបាទលទ្ធផលបន្ទាប់ពីការប្រណាំងជុំទី2សូមអរគុណមែនទែនប្រិយមិត្តដែលទស្សនានៅវីដេអូនេះពិតជាអរគុណដល់ម្ចាស់ YouTube ផងដែរដែលបាន create content ឲ្យបងប្អូនមើលអរគុណច្រើន